សម្រាប់ថ្ងៃនេះគឺអត់បានចេញទៅសមុទ្រអត់បានទៅរកគ្រឿងសមុទ្រអីផ្សេងទេបងប្អូនគ្នាគឺអត់បានទៅរកងារភួរអត់បានទៅរកអីទេដោយសារថាចូលខែ11នេះគឺបងប្អូនហើយគឺទឹកសមុទ្រគឺឡើងធំមែនទែនតែម្ដងគឺបើសិនជាយើងទៅអីសង្ហែបងប្អូនណាមួយយើងរកគ្រឿងសមុទ្រគឺអត់បានទៀតអញ្ចឹងហើយគឺថ្ងៃនេះគឺមកដាក់បកាយម្ដងបងប្អូននេះដោយសារថាណាមួយទឹកតាមស្រះតាមអីវារៀងស្រកអញ្ចឹងហើយយើងដាក់បកាយសាកមើលមើលបានត្រីអត់អញ្ចឹងណាតើបងប្អូនទៅទស្សនាវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមកកាន់វីដេអូខ្ញុំទៀតបាទហើយសម្រាប់ថ្ងៃនេះដូចខ្ញុំរៀបរាប់ប្រាប់បងប្អូនពីក្បាលដំបងអញ្ចឹងហើយគឺចូលខែ11នេះគឺទឹកសមុទ្រឡើងធំណាស់គឺវាឡើងចូលខ្ទង់3ខែបងប្អូននេះបាទតាមខ្ញុំនៅតាមតំបន់សមុទ្រគឺខែ11ហើយនឹងខែ12ខែ1ហ្នឹងគឺទឹកសមុទ្រគឺរៀងឡើងធំបន្តិចគឺដល់ខែគេឆ្លោះក្តាមសេះឬក៏ក្តាមថ្មអញ្ចឹងហើយគឺយើងអត់មានទូកអត់មានអីទេអញ្ចឹងហើយគឺលក្ខណៈថាយើងដើរស្មើជើងនេះបងប្អូននេះអញ្ចឹងហើយគឺយើងអត់មានឧបករណ៍គ្រប់គ្រាន់ដើម្បីយើងទៅឆ្លោះក្តាមឆ្លោះអីទេចឹងហើយគឺលក្ខណៈថាថ្ងៃនេះគឺមកដាក់បកាយរកត្រីនៅទឹកសាបវិញម្ដងហើយបងប្អូនមើលទេសភាពនៅតំបន់នេះគឺបងប្អូនគឺស្រស់ស្អាតមែនតើតែម្ដងហើយមើលទៅលក្ខណៈថាពេលរៀបថ្ងៃលិចបងប្អូននេះគឺវាទៅស្អាតមែនតើតែម្ដងគឺខ្ញុំមកគឺខ្ញុំភ្ញាក់ភ្នែកដែរបងប្អូននេះគឺលក្ខណៈថាយើងអត់ដែរចេញមកពេលក្បាលល្ងាចអញ្ចឹងហើយអត់សូវដែរបានឃើញទេសភាពលក្ខណៈបែបហ្នឹងហើយណាមួយទឹកចាំងថ្លាមើលទៅឃើញពពកឃើញអីនិយាយទៅបងប្អូនអើយស្រស់ស្រាយមែនតើតែម្ដងហើយថ្ងៃនេះគឺដាក់បកាយគឺនាំតែដាក់ហើយបងប្អូននេះគឺម្នាក់ឯងអីហងគឺដាក់តម្រុំទៅហើយហ្នឹងគឺដល់យប់ដែរហ្នឹងតម្រុំតែយើងរៀបបកាយរេហើយគឺយប់ខ្ទង់ម៉ោង7ម៉ោង8បងប្អូននេះហើយនេះឯងគឺជាសកម្មភាពដែលខ្ញុំដាក់បកាយគឺអត់មានអីទេបងប្អូននេះគឺលក្ខណៈធម្មតាអញ្ចឹងណាបងប្អូននេះបន្ទាប់ពីរៀបរាប់អំពីដាក់បកាយរួចរាល់ហើយឥឡូវនេះយើងមកមើលសកម្មភាពខ្ញុំរៀបបកាយម្ដងនិយាយថារៀអញ្ចឹងចុះព្រោះថានិយាយតែខានដាក់យូរដែរឥឡូវដល់ដល់យើងដាក់បកាយទៀតហើយវីដេអូនេះថតយូរហើយទៅមកកាត់ហើយទៅភ្ចូលម្លេងនេះបងប្អូននេះអញ្ចឹងអធិស្ឋានបងហើយនៅតំបន់នេះគឺលើកទី1បងប្អូននេះគឺមកដាក់បកាយមើលបានហើយបកាយនេះបិទ3ថ្ងៃចុះគ្នាបងប្អូនតម្រុំដល់បាន40បកាយអញ្ចឹងហើយចាំមើលថ្ងៃហ្នឹងគឺយើងដាក់បានប្រមាណត្រីដល់យើងបិទហើយដល់យើងឆ្លោះនុយបានអីបានចាំមើលបានត្រីមកគួសមដែលយើងអាចយកទៅផ្ទះអត់ហើយតំបន់នេះបងប្អូនមើលទៅគឺតំណងមែនតើម្ដងបើសិនជាយើងអ្នកបបកត្រីបងប្អូនអរគ្នាគឺអែមតែម្ដងហើយវីដេអូនេះផ្សាយជូនមេដែលចូលចិត្តបបកត្រីហ្នឹងមើលកន្លែងបងប្អូនគឺតំណងមែនតើម្ដងហើយសម្រាប់ខ្ញុំគឺអត់ចេះទេបងប្អូនអរគ្នាចេះតែដាក់បកាយដាក់អីទេហើយស្ទូចអីទេបើសិនជាឲ្យបបកឲ្យអីគឺបងប្អូនហើយមួយថ្ងៃយើងបានត្រីហូបអត់ហ្នឹងហើយបើសិនជាបងប្អូនគាត់ប៉ុណ្ណាបងប្អូនអរគ្នាគឺនិយាយទៅមែនតើហ្មងគឺគាត់ចេះបបកចេះអីចឹងគឺគាត់អូសថា2 3ឆ្នោតអូសតាមទឹកហ្នឹងវ៉ាន់ត្រី2 3គីឡូហើយតែខ្ញុំមកដាក់ភ្លាមបងប្អូនអើយគឺមាត់ត្រីនេះបងប្អូនដាក់ភ្លាមគឺខំភ្លាមមកខំឡើងកងដងមានអីរត់មកបងប្អូនអរគ្នាគឺវារួចបាត់ហើយគឺលក្ខណៈថាត្រីវាទូចដែរបើសិនជាត្រីធំគឺនឹងវាខំលេបទៅនឹងជាប់បាត់ហើយបងប្អូនហើយដាក់ដបងនេះគឺឲ្យហែតទៅបងប្អូនរឿងអីតែពេលយើងដាក់បិទនុយបិទអីរួចរាល់ហើយយើងក៏ចាប់ផ្ដើមរើសអូសរើសអីមកអញ្ចឹងបងប្អូនណាដើម្បីយើងបង្កាត់ភ្លើងកុំឲ្យសត្វព្រៃសត្វអីវាមកនៅចិត្តខ្លួនយើងមកណាបងប្អូននេះអញ្ចឹងហើយយើងត្រូវបង្កាត់ភ្លើងបើសិនជាបងប្អូនចូលព្រៃបងប្អូនប្រកាសជាយល់ហើយអំពីការបង្កាត់ភ្លើងគឺវាមានសារៈសំខាន់មែនតើម្ដងគឺសម្រាប់យើងអញ្ចឹងបងប្អូនអរគ្នាគឺថ្ងៃនេះគឺចូលសម្លេងគឺមានសម្លេងមន់សម្លេងទាតិចហើយដោយសារនៅក្នុងផ្ទះអញ្ចឹងហើយគឺរៀងរំខានបងប្អូនដែលបានទស្សនាបន្តិចហើយអញ្ចឹងហើយអធិស្ឋានបងប្អូនអរគ្នាដោយសារថាផ្ទះខ្ញុំគឺសម្បូរណាបងប្អូនសម្បូរមន់សម្បូរទាសម្បូរកងានអញ្ចឹងហើយគឺកម្រថាស្ងាត់ផ្ទះណាអញ្ចឹងហើយគឺបាទបងប្អូនចូលម្លេងម្ដងគឺទៅព្រៃទៅអីណាឆ្ងាយបានលែងលឺអញ្ចឹងហើយគឺពិបាកមែនតើម្ដងទៅរំដល់កន្លែងស្ងាត់ណាចូលសម្លេងឲ្យបងប្អូនបានទស្សនាអញ្ចឹងចឹងហើយតើបងប្អូនមកមើលសកម្មភាពដែលខ្ញុំបង្កាត់ភ្លើងដើម្បីកុំឲ្យសត្វព្រៃសត្វអីវាមកជិតខ្លួនយើងសំខាន់ជាងគេគឺពស់បងប្អូនគ្នាអូពស់គឺសម្បូរណាស់នៅតំបន់នេះបងប្អូនពស់សម្បូរជាងគេគឺពស់កផ្លាក់អីចឹងបងប្អូននេះគឺកផ្លាក់យើងមើលឃើញទេគឺដូចស្លឹកឈើចឹងបងប្អូននេះចឹងហើយនៅតំបន់ដែលមានដីខ្សាច់ចឹងបងប្អូនគឺយើងប្រយ័ត្នមែនតើម្ដងគឺយើងពាក់ស្បែកជើងពាក់អីស្បែកជើងកវិញមកព្រោះថាសត្វ
គឺយើងមើលអត់ដឹងទេបងប្អូននេះហើយបន្ទាប់ពីយើងប្រកាសរឿងកាត់អីមកទទួលហើយយើងក៏ចាប់ផ្ដើមទៅមើលបកាយបងប្អូននេះអញ្ចឹងហើយគឺជាប់មួយហ្នឹងបងប្អូននេះគឺវាទៅត្រីនៅនេះគឺវាមិនធំឯណាទេគឺដោយសារតែវាមានសម្រាប់បងប្អូននេះគឺវាអាងមែនតើម្ដងចឹងហើយគឺដល់ពេលវាខំវាអីហ្នឹងវានាំចូលសម្រាប់អានេះ3 4ដងបងប្អូននេះតម្រាំដល់បានវាមួយហ្នឹងគឺវាខំចូលសម្រាប់ហើយត្រីវាធំប្រហែលទេគឺទូចម៉មបងប្អូននេះមកអាំងចឹងគឺវាល្មមមកដុតអីទេចឹងហើយគឺវាធំអីមិនទេដូចបងប្អូនមើលឃើញចឹងចឹងហើយគឺត្រីគួសមបងប្អូននេះហើយថ្ងៃនេះគឺដាច់យប់មកយប់តែម្ដងបងប្អូននេះគឺដាក់បកាយគឺបងប្អូននឹងស្រាប់អីគឺអត់ដែរបានដេកទេចឹងហើយគឺនិយាយទៅថ្ងៃនេះដាច់យប់ហើយបងប្អូននេះគឺពិបាកទៅរកគ្រឿងសមុទ្រទៀតបើសិនទៅរកគ្រឿងសមុទ្រវិញគឺស្រួលមែនតើបងប្អូននេះយើងក្បាលងាកចឹងចេញទៅចឹងយំតិចយើងមកហើយវិញចឹងបងប្អូននេះគឺស្រួលមែនតើម្ដងហើយនេះបានមួយទៀតហើយគឺនិយាយទៅវាមានគេហៅជ្រាំងចឹងបងប្អូននេះស្មៅដូចចិត្តចឹងគឺវាស៊ីហើយវានាំចូលទៅក្នុងដល់ពេលចឹងវាដាច់មាត់ដាច់អីអាហ្នឹងត្រីទូចបងប្អូននេះមកដាច់មាត់ត្រីធំដែលយើងឃើញដែតខ្លួនអីទៀតអូបងប្អូនអើយគឺស្ដាយងាប់តែម្ដងខ្ញុំតម្រាំដល់បានមួយបងប្អូននេះនឹងស្រាប់ហើយដាក់បកាយដាច់យប់មិនបានដេកមិនបានអីចេះហើយដាក់បានតិចទេបងប្អូននេះគឺអស់សង្ឃឹមដែរហ្នឹងសង្ឃឹមថាមុនមកដាក់បិទបកាយបិទអីហើយគឺដឹងឲ្យបានខ្នាតហើយបងប្អូនគ្នាគឺបានមេបឹងបានអីចឹងណាតាមពិតអត់ដូចការគិតសោះបងប្អូនគឺបានកូនបឹងសោះហើយនេះត្រីបងប្អូននេះកន្លែងនេះបានធំជាងគេបងប្អូននេះមួយនេះគឺធំមែនតើតែម្ដងចឹងណាគឺបានអានេះប្រហែលជាចូលកន្លះខំអញ្ចឹងបងប្អូននេះគឺមួយម៉ោមគូសំប៉ិនកដៃដែរបងប្អូននេះគឺយើងអាចយកមកដិតជាលក់ទឹកត្រីកោះកុងឬទឹកត្រីផ្អែមហ្នឹងមកជាតិដែរបងប្អូននេះគឺធំគូសំចឹងហើយបងប្អូនខ្ញុំនិយាយចឹងគឺមានរំខានតិចហើយបងប្អូនអើយសំឡេងរំខានគឺមន់ច្រើនមែនតើម្ដងចឹងហើយអត់ដឹងថានិយាយអីទេចឹងហើយគឺមន់ច្រើនហើយសកម្មភាពដាក់បកាយនេះគឺបងប្អូននឹងស្រាប់ហើយគឺអត់មានអីពិបាកអត់មានអីទេចឹងហើយគឺយើងដាក់បកាយតាមរបៀបហ្នឹងទេបងប្អូនគ្នាហើយបងប្អូនទាំងអស់គ្នាគឺសំឡេងគាត់តែលឺខ្លាំងទៅហើយឥឡូវនេះគឺវីដេអូយើងក៏ចិត្តចាប់ដែរបងប្អូនគ្នាចឹងហើយអធិស្ឋានបងប្អូនគ្នារំខានតិចឯងសំឡេងមន់វាដេញគ្នាអញ្ចឹងណាហើយនិយាយទៅត្រីយើងគឺដាក់មួយថ្ងៃគឺបានតែប៉ុណ្្នឹងទេបងប្អូនគ្នាបានតែ3 4ត្រីអញ្ចឹងទេហើយវីដេអូខ្ញុំគឺអត់មានវែងទេបងប្អូនគ្នា7 នាទីជាងហើយអរគុណច្រើនបងប្អូនគ្នាសម្រាប់ការតាមដានរហូតដល់ចប់